cái ta là pu gì bị việc bọn nâng cà tê cái là con tịnh pu tôm nâng mơ po miếng này ổ mà trong Romanova Brazil quật phô môn nâng bài chỉ đầm tì là nó cách prom prin của nạ ca trong cái việc Real Madrid cho môi nâng trend là Alexander nó cứ chiên châu đòn play cà bên tay này các bất tử Real Madrid nó cứ trong ban là nó tăng pi khai mini pi pon mà phải 4 năm môn mà có bất tay ca cho chắn nó theo ban para chơi đại sa không lẽ khăn hỏi bên nó Alexander nó ăn gì bàn tha mình toàn ở chất cho môi nâng hong của home Liverpool có bất tay bên như thế này nè trend sai cả pi slap slamរបស់ Liverpool របស់សញ្ជាតិអង់គ្លេសបានព្រមព្រៀងជាមួយនឹងកិច្ចព្រមព្រៀងរបស់ Real Madrid រួចរាល់ជាផ្លូវការហើយអញ្ចឹងសម្រាប់លក្ខខណ្ឌគេត្រូវរើគ្នាអស់ហើយ contract ហ្នឹងគឺត្រូវបានព្រមព្រៀងគឺនៅតែថ្ងៃធ្វើតេស្ត medical បង្ហាញខ្លួនជាមួយអ្នកគ្រប់គ្រងនៅ Madrid តែប៉ុណ្្នឹងឯងអញ្ចឹងមកន័យថាការផ្ទេរនេះគឺ Arnold យល់ព្រមហើយពូសប្បាយចិត្តហើយនិយាយមែនតើទៅពូស្របពេលដែល Real Madrid កំពុងតែត្រូវការខ្សែការពារដែលមានគុណភាពដើម្បីយកមកចំនួនដានីកាវ៉ាហាល់ដែលគាត់កំពុងរបួសមិនទាន់ព្យាបាលជាអញ្ចឹងអាចនិយាយបានថានេះគឺជាដំណឹងល្អសម្រាប់អ្នកគ្រប់គ្រងរបស់ Real Madrid ដោយសារការផ្ទេរនេះគឺបានន័យថាបិទបញ្ចប់ត្រឹមថ្ងៃហ្នឹងហើយសម័យខ្លួន trend ក៏យល់ព្រមទៅលើលក្ខខណ្ឌគឺនៅដោយពូនិយាយអញ្ចឹងថាថ្ងៃធ្វើតេស្តសុខភាពតែប៉ុណ្្នឹងឯង Alexander នឹងរៀបចំអីវ៉ាន់រៀបចំកៅអៅមកកាន់អេស្ប៉ាញហើយអានោះគឺជាកីឡាករអង់គ្លេសទី2ហើយដែលផ្ទេរមកកាន់ទឹកដី Real Madrid បន្ទាប់ពី Jude Bellingham ដែលគាត់ផ្ទេរពី Borussia Dortmund អាណុលពូមើលហើយគាត់រូបបានណុលលេងឲ្យ Liverpool តាំងពី 2016 អញ្ចឹងឥឡូវ 2025 វាប្រហែលឆ្នាំហើយ11ឆ្នាំលេងបាន9ឆ្នាំ9ឆ្នាំជាងលេងបាន254ប្រកួតសុទ្ធបាន17គ្រាប់ក្នុងនាមជាខ្សែការពារស្លាប់ស្ដាំហើយបច្ចុប្បន្នអាណុលវ័យ26ឆ្នាំបងអាប៉េ2ឆ្នាំពូសប្បាយចិត្តពូនិយាយមែនតែពូសប្បាយចិត្តនៅពេលដែលលឺការផ្ទេរនេះគឺជោគជ័យហើយប្រាក់ពលកម្មអាទីហូវាប្រាប់ពូថាក្នុងមួយសប្តាហ៍អាណុលទទួលបានគេហៅថាថ្លៃនឿយហត់ណា240000 wow 240,000 pound ណា 240k pound 240,000 pound ក្នុងមួយសប្តាហ៍នេះគឺថ្លៃនឿយហត់ដែលអាណុលទទួលបានពី Real Madrid អញ្ចឹងកិច្ចព្រមព្រៀងនោះគឺត្រូវបានបិទបញ្ចប់ហើយរួចរាល់អស់ហើយអានេះគឺការចុះផ្សាយពីអ្នកកាសែតអ៊ីតាលីដ៏ល្បីគឺលោក Romanova Brazil Real Madrid មែនតើទៅអត់បានន័យថាអត់សូវទិញកីឡាករពីអង់គ្លេសមកទេតាំងពីមុនយើងរាប់មើលតាំងពីមកចំនួន Michael Owen David Beckham តាំងពីនឹងមកដូចស្ងាត់ឈឹងហ្មងឥឡូវចាប់ផ្ដើមយកមកអង់គ្លេស2នាក់ហើយ Jude Bellingham ហើយនិង Alexander Arnold